ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះស្រីសាមកពីក្រុម SV1 នៅក្នុងវីដេអូនេះផងដែរខ្ញុំមកធ្វើការវិវត្តទៅនឹងការ Remote Access Server Part 1នៅក្នុង application អញ្ចឹងជាដំបូងខ្ញុំសូមបង្កើតទៅលើការ add user ចំនួន3ដែលមានដូចជា SCP SSH និង SFTP អញ្ចឹងជាដំបូងខ្ញុំ add ទៅលើ user SCP ជាមុនសិនUSCP ចឹងខាងក្រៅនេះខ្ញុំដាក់ password 1 2 3ចឹងនៅពេលដែលខ្ញុំបានបង្កើតលើ user USCP ហើយខ្ញុំសូមបង្កើតទៅលើ user មួយទៀតគឺ SSH ដាក់ password ដូចគ្នាចឹងនៅពេលខ្ញុំបង្កើតបាន2ហើយបង្កើតមួយទៀតគឺ SFTP ខ្ញុំ enter ណាខ្ញុំដាក់ password ដូចគ្នាចឹងនៅពេលដែលយើងបានបង្កើតuser ចំនួន3ហើយខ្ញុំនឹងធ្វើការប្រើ command មួយដើម្បីមើលតើយើងបាន add user ចូលហើយនៅចឹងខ្ញុំប្រើ command command .u grep .e ទៅមកទៀតគឺយើងទៅសេទៅលើឈ្មោះ user ដែលយើងបាន add នោះអញ្ចឹងខ្ញុំមានដូចជា USCP USSH និង USFTP ចឹងខ្ញុំ enter មកអញ្ចឹងយើងឃើញថាយើងបាន add user ចំនួន3នឹងចូលរួចរាល់ហើយអញ្ចឹងជាបន្តទៀតគឺយើងខ្ញុំសូមចូលទៅក្នុង SSH អញ្ចឹងខ្ញុំប្រើ key មួយដើម្បី generate key អញ្ចឹងខ្ញុំប្រើជាលក្ខណៈ ssh.keygen អញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំសូមដាក់ SV1 key អញ្ចឹងចុះអញ្ចឹងនៅពេលខ្ញុំដាក់ហើយខ្ញុំធ្វើការ enter ចឹងយើង enter មករហូតណាចឹងនៅពេលយើងបានបង្កើត key ហ្នឹងហើយយើងដើម្បីឆែកវាបានយើងគ្រាន់តែវាយ command ls .l តាមមកទៀតគឺ grep SV1 key ដែលយើងបានបង្កើតមិញនេះអញ្ចឹងយើង enter អញ្ចឹងយើងឃើញថានៅក្នុងនោះគឺវាមាន2ដែលមានដូចជា SV1 key និង SV1 key.pub អញ្ចឹងដល់ជាបន្តទៀតយើងត្រូវ copy អា key.pub ហ្នឹងចូលទៅក្នុង user យើងនីមួយៗដែលមានដូចជា user SPP និង user SSH និង user SFTP យើង add អា key នេះចូល user ហ្នឹងអញ្ចឹងដើម្បី copy key ហ្នឹងចូលទៅក្នុង user នីមួយៗយើងគ្រាន់តែប្រើ command SSH copy ID តាមមកទៀតគឺដក i ហើយយើងចូលដាក់ឈ្មោះ SV1 key ដែលយើងបានបង្កើតមិញ .pub ហ្នឹងមកបន្តមកទៀតគឺយើងដាក់ user ដែលយើងចង់ដាក់អញ្ចឹង user ដែលខ្ញុំចង់ add មុនដំបូងគឺ user SSH ចាស់ add ចឹងខ្ញុំទៅមើលIP address របស់វាគឺ 192.168.1.13 ចឹងត្រង់នេះគឺយើងធ្វើការដាក់ password ដែលយើងបានកំណត់ពីដំបូងមកណាចឹងឃើញថាយើងបាន add key ហ្នឹងចូលទៅក្នុង user SSH ហើយអញ្ចឹងជាបន្តទៀតគឺយើងត្រូវ add ទៅតាម user នីមួយៗជាបន្តទៀតអញ្ចឹងមិញខ្ញុំ add ទៅលើ SSH ចឹងឥឡូវខ្ញុំ add ទៅលើ SCP ម្ដងចឹងឥឡូវខ្ញុំបកកន្លែងនេះមកដាក់USCP ដាក់ password
chẳng là nhưng bạn add key nó cho đượcក្នុង user SCP ហើយដូចគ្នានេះគឺពាក្យ add ចឹងជាចុងក្រោយគឺយើង add ទៅក្នុង user UST FTP ចឹងខ្ញុំធ្វើការ copy មកចឹងចុងក្រោយនេះគឺ user US FTP ចឹងយើង enter មកយើងដាក់1 2 3ចឹងត្រង់កន្លែងនេះគឺយើងបាន add key ហ្នឹងចូលទៅក្នុង user UFTP ដល់ដូចគ្នានេះគឺយើង add បានទាំង3ហើយនេះគឺទាំង3ហើយចឹងជាបន្តទៀតគឺអញ្ចឹងក្រោយពេលដែលយើងបាន add key ចូលទៅក្នុង user នីមួយៗហើយយើងធ្វើការផ្ទេរផ្ទាត់អញ្ចឹងដើម្បីផ្ទេរផ្ទាត់បានយើងប្រើ command ssh.i តមកទៀតគឺ slash dot ssh slash sv1 key ដែលយើងបានបង្កើតមុនមិញហ្នឹងហើយបន្តមកទៀតគឺយើងដាក់ទៅលើ user SSH ណាមួយឬក៏ SCP ចឹងទៅខ្ញុំតេស្តទាំង3តែខ្ញុំសុំតេស្តSSH មុនសិនចឹង IP address គឺ 802.168.1.13 ចឹង enter មកគឺឃើញថាយើងបានចូលទៅក្នុង server ហ្នឹងបានហើយដោយមិនចាំបាច់ធ្វើការវាយ password ទេចំពោះ SSH ចឹងមិញខ្ញុំតេស្តទៅលើ SSH នេះគឺ SSH ដែលខ្ញុំបានតេស្តមិញចឹងជាបន្តទៀតគឺខ្ញុំតេស្តទៅលើ SCP ចឹងវាចេញនៅកន្លែងនេះ USSH ចឹងយើងថាយើងចូលបានហើយចឹងយើង exit ទៅតេស្ត user មួយទៀតចឹង user មួយទៀតគឺខ្ញុំតេស្តទៅលើ SCP ចឹងចំពោះ user SCP ក៏ចូលដូចគ្នានេះគឺវាចូលហើយចឹងយើង exit មកយើងចូលទៅមួយទៀតគឺ SFTP ចឹងឥឡូវវាចូលដូចគ្នាចឹងខ្ញុំចូលទៅដល់ការធ្វើ shortcut command ម្ដងចឹងចឹងឡើយដើម្បីធ្វើវាបានខ្ញុំសូមបង្កើត folder មួយឈ្មោះ sv1 ហ្នឹងចុះហើយសារតែ sv1 វាមានហើយចឹងខ្ញុំដាក់ជា sv មួយចុះចឹងក្រោយពេលដែលខ្ញុំបានបង្កើតហើយខ្ញុំបង្កើត file នៅក្នុងហ្នឹងចឹងខ្ញុំដាក់នៅក្នុង sv11 ហ្នឹងហើយមានបង្កើត file នៅក្នុងហ្នឹងដូចគ្នាចឹងចំពោះ file ខ្ញុំបង្កើត3 file 1.3 យ៉ាងមកវាថាយើងបង្កើតចំនួន3 file .ok ចឹងដល់ពេលដែលយើងបានបង្កើតហើយយើងគ្រាន់តែ ls ទៅមើលនៅក្នុង file ដែលយើងបានបង្កើតមិញហ្នឹងយើង ls នៅក្នុង folder ក៏បានដែរចឹងយើងបានបង្កើត file ចំនួន3ហើយមាន file 1 file 2 file 3យ៉ាងទៅចឹងជាបន្តទៀតគឺចឹងយើងធ្វើការចូលទៅបង្កើត shortcut command ដែលចូលទៅក្នុង Vim បន្តមកទៀតគឺ .bash c ចឹង enter មកយើងថាយើងចូលមកក្នុងនេះចឹងដល់ពេលយើងចូលមកដល់ហ្នឹងហើយយើងគ្រាន់តែវាយអក្សរ I មកដើម្បីធ្វើការបង្កើត shortcut command ចឹងខ្ញុំវាយ I ដើម្បីធ្វើការ insert ចឹងឡើយខ្ញុំសូមបង្កើតនៅលើគេទៅចុះចឹងខ្ញុំដាក់ឈ្មោះ alias ចឹងឥឡូវខ្ញុំបានបង្កើតទៅលើទាំង3ហ្នឹងរួចរាល់ហើយ
ដែលទីមួយគឺ SVSSH SCP និង SFTP ដែលខ្ញុំដាក់ទៅតាម IP មួយៗហើយរួចហើយអញ្ចឹងជាបន្តទៀតគឺខ្ញុំធ្វើការចេញ escape ហើយខ្ញុំចុច2ចុចក្រោយពេលយើងចេញហើយយើងគ្រាន់តែវាយ command source មួយដើម្បីឲ្យវាស្គាល់ command ដែលយើងបានកែមិញនោះអញ្ចឹងចុច paste RC ចឹងជាបន្តទៀតគឺចឹងឥឡូវយើងធ្វើការកាត់ខ្ញុំដាក់ SC1 SSA ចឹងកន្លែងនេះគឺខ្ញុំដាក់ password ទី1ចឹងឃើញថាយើងអាច login វាចូលបានហើយគឺយើង login ទៅក្នុង SSA ចឹងខ្ញុំ exit វាមកហើយខ្ញុំទៅតេស្តមួយទៀតគឺ SCPនៅត្រង់កន្លែងនេះដោយសារតែខ្ញុំដាក់វាជាប្រភេទ file កន្លែងនេះគឺខ្ញុំដាក់ SV11 អញ្ចឹងខ្ញុំចូលទៅកែកន្លែង vim នេះវិញសិនខ្ញុំកែអានេះចឹងខ្ញុំកែកន្លែងនេះដាក់ជា SV11 វិញមកចឹងដោយសារតែកន្លែងនេះខ្ញុំបង្កើតជា folder SV11 ចឹងខ្ញុំដាក់11ចឹងនៅពេលខ្ញុំកែហើយខ្ញុំគ្រាន់តែ escape ហើយខ្ញុំចុច2 WQ ដើម្បីចេញទៅវិញចឹងជាបន្តទៀតគឺខ្ញុំវាយ command source នេះមួយដើម្បីវាស្គាល់ចឹងយើងធ្វើការតេស្ត login ទៅក្នុង SV1 SSH ម្ដងទៀតចឹងឥឡូវយើងចូលទៅក្នុង SSH បានហើយគឺយើង exit យើងទៅតេស្តSCP ម្ដងចឹងខ្ញុំតេស្ត SCP ចឹង SCP គឺយើងចូលបានធម្មតាបានដូចគ្នានេះគឺចូលបានទេចឹងឥឡូវយើង exit វិញតាមកន្លែងនេះគឺយើងចូលទៅក្នុងចឹងមួយទៀតគឺ SFTP ចឹងឃើញថាវា connect ទៅក្នុង IP server នឹងបានហើយ IP address នឹងបានហើយគឺ SFTP នេះចឹងមានន័យថាការធ្វើ shortcut របស់យើងគឺជោគជ័យហើយគឺយើងអាច connect ចូលទៅក្នុងSSH នេះគឺយើងអាចចូលទៅក្នុង SSH បានហើយតទៅទៀតគឺយើងចូលទៅក្នុង SCP បន្ទាប់យើងចូលទៅក្នុង SFTP ចឹងខ្ញុំធ្វើការ exit មួយមកចឹងចំពោះការធ្វើទៅនឹងការ remote access server part 1 application គឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ